ដឹងតែក៏ក្រាកហើយអោកសុគន្ធកញ្ញាប្រកាសដំណឹងភ្ញាក់ផ្អើលមួយធ្វើឲ្យហ្វិនរំជួលចិត្តខ្លាំងបើកើតមកដល់ពេលនេះរយៈពេលប្រមាណជាជិត27ឆ្នាំមកហើយនៃដំណើរលើវិថីសិល្បៈរបស់អ្នកនាងអោកសុគន្ធកញ្ញាក្នុងនាមជាតារាចម្រៀងក្នុងនោះដែរអ្នកនាងអោកសុគន្ធកញ្ញាក៏ត្រូវបានមហាជនដាក់ងារជាកំពូលតារាចម្រៀងស្រីមួយរូបក្នុងចំណោមតារាស្រីល្បីៗជាច្រើនរូបទៀតនៅក្នុងព្រះរាជាណាចក្រកម្ពុជាផងដែរយ៉ាងណាមិញក្រៅពីអាជីពសិល្បៈតារាចម្រៀងកន្លងមកអ្នកនាងអោកសុគន្ធកញ្ញាក៏ធ្លាប់បានចូលរួមសម្ដែងខ្សែភាពយន្តនិងបច្ចុប្បន្នក៏ជាស្ត្រីខ្លាំងលើវិស័យជំនួញផងដែរដោយមានហាងនិងប្រេនផ្ទាល់ខ្លួននៅក្នុងដៃជាច្រើនងាកមកកាន់វិថីសិល្បៈចម្រៀងវិញរយៈពេលប្រមាណជិត3ទសវត្សរ៍មកនេះអ្នកនាងអោកសុគន្ធកញ្ញាបានផលិតបទចម្រៀងរាប់ពាន់បទដោយមានគ្រប់ចង្វាក់និងទទួលបាននូវការគាំទ្រយ៉ាងខ្លាំងពីសំណាក់មហាជនមិនត្រឹមតែប៉ុណ្ណោះបើនិយាយអំពីការរៀបចំការប្រគំតន្ត្រីទោលនិងការទៅចូលរួមច្រៀងនៅតាមបណ្ដាហាងនានាវិញកំពូលតារាចម្រៀងស្រីរូបនេះក៏បានឈរលើតារាងកំពូលមានអ្នកទិញសម្បត្តិចូលទស្សនាច្រើននិងល្បឿននៃការដាក់លក់អស់ត្រឹមរយៈពេលខ្លីយ៉ាងណាមិញក្រោយពីអំឡុងឆ្នាំ2024កន្លងទៅអ្នកនាងអោកសុគន្ធកញ្ញាបានរៀបចំការប្រគំតន្ត្រីទោលដល់ទៅ3ខេត្តក្រុងដែលមានឈ្មោះថា The Q Solo Concert កាលនោះការប្រគំតន្ត្រីទោលលើកដំបូងលើវិថីសិល្បៈរបស់កំពូលតារាចម្រៀងស្រីរូបនេះគឺមានការគាំទ្រយ៉ាងខ្លាំងពីសំណាក់មហាជនដោយឡែកនៅឆ្នាំ2026នេះអ្នកនាងអោកសុគន្ធកញ្ញាបាននឹងកំពុងធ្វើឲ្យអ្នកគាំទ្រមានការរំភើបចិត្តជាថ្មីម្ដងទៀតបន្ទាប់ពីអ្នកនាងបានបង្ហោះ poster និង teaser នៃអាល់ប៊ុមចម្រៀងទោលថ្មីរបស់ខ្លួនឈ្មោះថា Superstar ដែលនឹងត្រៀមចេញនៅក្នុងពេលឆាប់ៗខាងមុខនេះលើសពីនោះក្រៅពីការជឿជាក់នៃការទទួលបាននូវរសជាតិដ៏អស្ចារ្យពីចម្រៀងនៅក្នុងអាល់ប៊ុមទោលថ្មីនាពេលខាងមុខនេះអ្នកគាំទ្រក៏មានការរំពឹងទុកថាអ្នកនាងអោកសុគន្ធកញ្ញានឹងមានការប្រគំតន្ត្រីទោលឬកម្មវិធីអស្ចារ្យណាមួយដើម្បីសម្ពោធអាល់ប៊ុមចម្រៀងទោលថ្មីរបស់ខ្លួនជាមិនខានបើសម្រាប់ព័ត៌មានមួយទៀតគឺមានចំណងជើងថា Lauren ចេញមកបញ្ជាក់សរខ្មៅជុំវិញនឹងការសង្ស័យថានាងជានារីអាចកំបាំងនៅក្នុង podcast ទំលារឿងបែកបាក់ស្នេហាតារាល្បីជាការពិតណាស់អ្នកគាំទ្រចំណងស្នេហ៍របស់តារាចម្រៀងរេវ៉ាន់ដានិង Lauren ច្បាស់ជាបានជ្រាបហើយពីការបែកបាក់គ្នាយ៉ាងស្ងប់ស្ងាត់របស់អ្នកទាំងពីរក្រោយស្រឡាញ់គ្នាបានជាងប្រមាណ2ឆ្នាំក្នុងនោះដែរអ្នកគាំទ្របានដាក់នៅការសង្ស័យថាលោកវ៉ាន់ដានិងកញ្ញា Lauren អាចនឹងចែកផ្លូវគ្នាបន្ទាប់ពីថ្ងៃឆ្លងឆ្នាំអ្នកគាំទ្របានឃើញអ្នកទាំងពីរបង្ហោះសារសេតប្លែកៗនិងពោលពាក្យឲ្យតម្រុយថាកំពុងនៅឆ្ងាយពីគ្នាជុំវិញនឹងការសង្ស័យនោះដែរវ៉ាន់ដានិង Lauren ក៏មិនបានចេញមុខមកបញ្ជាក់ភ្លាមៗនោះឡើយថាអ្នកទាំងពីរបានចែកផ្លូវគ្នារហូតមកដល់អំឡុងខែមិថុនាឆ្នាំ2026កន្លងទៅអ្នកគាំទ្រកាន់តែច្បាស់ថាអ្នកទាំងពីរពិតជាបែកបាក់គ្នាពិតប្រាកដមែនព្រោះតែវ៉ាន់ដាធ្លាប់បានប្រកាសលើឆាកច្បាស់ៗថាលោកកំពុងនៅ single ដោយឡែកក្រឡេកទៅមើលស្រីស្អាត Lauren វិញក៏មិនបានចេញមកបញ្ជាក់ពីទំនាក់ទំនងនឹងវ៉ាន់ដាដែលចំណុចណាដូចគ្នាខណៈមហាជនបានឃើញលើបណ្ដាញសង្គមនានារបស់នាងបានបង្ហោះវីដេអូបែបកំសាន្តដោយសពមួយដងស្រាប់តែថ្មីអ្នកលេងបណ្ដាញសង្គម Facebook បាននឹងកំពុងចែករំលែកវីដេអូ podcast មួយដែលជាកម្មវិធីមួយទម្លាយពីរឿងរ៉ាវនៅក្នុងចិត្តពីការបែកបាក់ស្នេហ៍នឹងតារាល្បីម្នាក់ដោយតារាកិត្តិយសត្រូវស្លៀកឈុតសម្លៀកបំពាក់បិទបាំងទាំងមុខនិងប្រើសំឡេង effect ដើម្បីចង់លាក់បាំងសមាសភាពក្នុងនោះដែរអ្នកលេងបណ្ដាញសង្គម Facebook ជាច្រើនបានចូលទៅបញ្ចេញមតិលើកឡើងថានារីអាចកំបាំងរូបនោះអាចជាកញ្ញា Lauren ខណៈមានការលើកឡើងថាបញ្ហាបែកបាក់របស់ Lauren និងតារាចម្រៀងរេវ៉ាន់ដាស្រដៀងនឹងការរៀបរាប់របស់នារីអាចកំបាំងនោះជាដើមយ៉ាងណាមិញក្រោយមានការលើកឡើងនិងអ្នកខ្លះជឿជាក់ថានារីអាចកំបាំងចេញមកជាកកាយរឿងផាច់ក្បត់របស់គូស្នេហ៍នោះជាកញ្ញា Lauren ស្រាប់តែស្រីស្អាតរូបនេះបានចេញមកបដិសេធភ្លាមៗដោយនាងសរសេរ status ចែករំលែកបែបលេងសើចថាសុកគេថា Lauren ឡើង podcast បំបាំងកាយ please OMG